បងប្អូននេះគឺជាកុងតាក់ប្លុតទៀនអូតូម៉ាទិកដែលគេប្រើកាលពីសម័យបុរាណវិធីងាយប៉ុន្តែឆ្លាតខ្លាំងមែនតើប្រើខ្សែម៉ាឡសៃដាក់នៅត្រឹមចំណុចណាដែលយើងចង់ឲ្យវាលុតហើយដាក់កាក់ពីលើវាផ្ទាត់ប្លុតអូតូម៉ាទិកប្រើដីខ្សាច់ដាក់ពីក្រោមប្រើទឹកធម្មតាចាក់បន្ទាប់មកចាក់ប្រេងពីលើនេះគឺជាចង្គៀងអូតូម៉ាទិកប្រើបានយូរមែនតើដោតតែប្រឆេះចង្គៀងទៅឆេះមកយកទៅភ្លឺនៅពេលដែល spray យើងខូចក្បាលប្រើតែក្បាលមកជុលចាក់ថ្នាំនេះពុតវាអញ្ចឹងមកសកត់បាញ់ឃើញទេបាច់ចោល spray មកកំប៉ុងហ្នឹងឯងឆ្លាតទេប្រើស្លៃត្បាល់ត្រចៀកយើងហ្នឹងណាសម្រាប់ដោតមកជុលលឿនស្រួលខ្លាំងមែនតើប៉ុន្តែបងប្អូនមិនបាច់ចាំស្លឹងដោះស្លែវភ្នែកទៀតទេប្រើតែវិធីហ្នឹងដោតបានហើយមកជុលក៏អត់ឈឺភ្នែកដែរបើសិនជាយើងបាក់សោចូលក្នុងមេសោវិធីនេះអាចជួយបានប្រើតែកំហបដបទឹកសុទ្ធដែលយើងបោះចោលហូរវាទៅវាជប់ជាប់គ្នាទាញចេញមកបានហ្មងបងប្អូនតែតខ្សែភ្លើងខ្ញុំឃើញប្តីខ្ញុំអីខំវិញខំមួលឡើងសឹកឡើងខិនដៃអស់ហើយនេះពុតតែវិធីនេះមកវាចេះតាក់តងគ្នាដោយខ្លួនឯងឯងបើយើងមួខ្មួខ្មាញ់វាឯងលយខ្លាំងមែនតើស្កុតដែលយើងប្រើហដងណាបើចង់ឲ្យស្រួលបដាច់ស្កុតតតែទិញដៃស្កុតអស់លុយទៀតប៉ុន្តែស្កុតនេះមិនបាច់ទិញដៃស្កុតទេបងប្រើតែដាច់លួសមកលឿនស្រួល